កុំផ្ញើផ្លូវចិត្តជាមួយគំនិតដទៃអ្នកត្រូវតែធ្វើរឿងមួយនេះទើបផ្លូវចិត្តរបស់អ្នកមានក្តីសុខមនុស្សយើងមិនគួរចាត់ទុកបញ្ហាផ្លូវចិត្តជារឿងខ្មាស់អៀននោះទេវាគ្រាន់តែជាបញ្ហាមួយនៅក្នុងចំណោមបញ្ហាដទៃតែប៉ុណ្ណោះបញ្ហាផ្លូវចិត្តក៏ដូចជាបញ្ហាជំងឺលើសឈាមជំងឺបេះដូងនិងជំងឺទឹកនោមផ្អែមផងដែរពេលខ្លះគ្រាន់តែយើងកើតបញ្ហាផ្លូវចិត្តយើងមិនហ៊ានទទួលស្គាល់ការពិតមិនហ៊ានប្រឈមនឹងការពិតហើយខ្លាចគេមើលងាយអ្នកជួបបញ្ហាផ្លូវចិត្តមាននៅជុំវិញពិភពលោកទាំងអស់គ្នានឹងគ្រាន់តែអ្នកខ្លះគេកើតតិចមានអ្នកខ្លះកើតច្រើនគ្មានអ្នកណាគេចផុតទេអ្នកត្រូវចាំថាពេលអ្នកដឹងការពិតហើយហ៊ានប្រឈមមុខជាមួយនឹងការពិតអារម្មណ៍អ្នកមានបញ្ហាផ្លូវចិត្តវានឹងជួយកាត់បន្ថយការភ័យខ្លាចផ្នែកអារម្មណ៍ហើយបញ្ហាផ្លូវចិត្តនោះក៏រួមទូចវិញផងដែរតែបើអ្នកកាន់តែគេចវេះពីបញ្ហាវិញបញ្ហាផ្លូវចិត្តកាន់តែរីកធំឡើងរហូតមានវិបត្តិផ្លូវចិត្តនេះបើយោងតាមសៀវភៅលំហូរចិត្តការនិយាយទៅការពិតដូចជាយករបស់ស្អុយចេញពីចិត្តជួយឲ្យអ្នកស្រួលខ្លួននិងស្រឡះក្នុងចិត្តណាស់ដែលមានន័យថាពេលអ្នកហ៊ានប្រឈមមុខជាមួយនឹងការពិតថាខ្លួនខ្ញុំមានបញ្ហាផ្លូវចិត្តខ្លះហើយតើខ្ញុំគួរដោះស្រាយបញ្ហាជាមួយនឹងវាបែបណាវិធីដោះស្រាយមានដូចជាអ្នកអាចរត់ទៅហាត់ប្រាណអ្នកអាចលេងជាមួយនឹងសត្វចិញ្ចឹមជាមួយនឹងក្មួយជាមួយនឹងកូនឬក៏ជាមួយនឹងគ្រួសារឬក៏ជាមួយនឹងមិត្តភ័ក្តិអ្នកអាចអានសៀវភៅបណ្ដុះគំនិតឲ្យរីកចម្រើននិងអ្នកក៏អាចដើរលេងឲ្យធូរស្រាលបញ្ហាផ្លូវចិត្តផងដែរអ្នកដែលមានបញ្ហាផ្លូវចិត្តគឺមកពីខ្វះក្តីស្រឡាញ់នេះឯងពេលអ្នកបានធ្វើរបៀបទាំងអស់នេះនិងគំនិតក៏រីកចម្រើនមកវិញផងដែរពេលដែលអ្នកហ៊ានប្រឈមមុខជាមួយនឹងការពិតខួរក្បាលរបស់អ្នកក៏ស្រឡះដែរចិត្តរបស់អ្នកក៏បានធូរស្រាលព្រោះតែអ្នកបានយកបញ្ហាចេញពីចិត្តដោយសារតែអ្នកបានទទួលស្គាល់ការពិតដោយសារតែអ្នកបានទទួលស្គាល់ការពិតជាក់ស្ដែងពេលដែលអ្នកបានទទួលស្គាល់ការពិតបែបនេះចូលអ្នកជំនួសបញ្ហាដោយក្តីស្រឡាញ់ត្រឡប់មកវិញព្រោះក្តីស្រឡាញ់ជាថ្នាំព្យាបាលបេះដូងរបស់អ្នកដែលឈឺចាប់និងមានបញ្ហាផ្លូវចិត្តនោះឲ្យបានធូរស្រាលមកវិញសូម្បីតែព្រះពុទ្ធក៏បានសម្ដែងនូវពាក្យមួយដែលថាគឺពាក្យសច្ចៈពាក្យនេះគឺបានបញ្ជាក់ថាការពិតគឺមានតម្លៃក្នុងការរស់នៅណាស់ការទទួលស្គាល់ការពិតការរស់នៅក្នុងការពិតនោះអ្នកធ្វើការឬរកស៊ីក្នុងការពិតអ្នកនឹងបានសប្បាយចិត្តឡើងមកវិញមិនខានឡើយព្រោះការពិតធ្វើឲ្យចិត្តរបស់អ្នករឹងមាំលើពីចិត្តអ្នកដទៃដែលព្យាយាមរត់គេចពីបញ្ហានោះឯងនេះបើយោងតាមទស្សនៈវិទូមួយរូបដ៏មានឥទ្ធិពលកាលពីសម័យបុរាណហើយក៏ជាសារដាស់តឿនស្មារតីអ្នកទាំងអស់គ្នាមួយឲ្យអ្នកអាចរស់នៅតាមលំហូរចិត្តរបស់ខ្លួនកុំឲ្យគិតអ្វីដែលលើសនោះទើបផ្លូវចិត្តរបស់អ្នករស់នៅមានសុភមង្គលនិងមានក្តីសុខពាក្យនោះគឺមានន័យថាមនុស្សយើងគឺសុទ្ធតែស្រឡាញ់ខ្លួនឯងច្រើនជាងអ្នកដទៃប៉ុន្តែយើងបែរជាខ្វាយខ្វល់ច្រើនណាស់ពីគំនិតរបស់អ្នកដទៃច្រើនជាងគំនិតរបស់ខ្លួនឯងទៅវិញសពថ្ងៃនេះមនុស្សមិនហ៊ានប្រឈមនឹងការពិតហើយបែរជាមកអង្គុយកើតទុកដេកមិនលក់មូលហេតុនោះគឺមកពីខ្លាចគំនិតអ្នកដទៃរិះគន់និងខ្លាចអ្នកដទៃថាឲ្យនេះឯងអ្នកត្រូវចាំថាក្តីសុខក្នុងជីវិតរបស់អ្នកមិនមែនអ្នកដទៃជាអ្នកកំណត់នោះទេវាគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកនេះឯង